តើពេលនេះគឺជាឱកាសល្អសម្រាប់បងប្អូនទាំងគ្នានៅក្នុងការទិញមាសចូលដែរឬទេបាទស្វាគមន៍បងប្អូនទាំងគ្នាមកជួបខ្ញុំបាទងាយឃើញនៅក្នុងវីដេអូថ្មីសម្រាប់បងប្អូនដែលមិនទាន់មានគណនីទិញលក់ហាងឆ្វេងមាសអាចធ្វើការបើកគណនីតាមដូចខ្ញុំបាទបានដើម្បីមានឱកាសជួយនៅក្នុង Channel VIP និងទទួលបានការប្រឹក្សា24ម៉ោងលើ24ម៉ោងផងដែរមានសំណួរមួយសួរច្រើនមែនទែនថាតើពេលនេះគឺជាពេលដែលល្អសម្រាប់ទិញមាសដែរឬទេមុននឹងឆ្លើយសំណួរនេះខ្ញុំសូមបង្ហាញបងប្អូនទាំងគ្នាអំពីតម្លៃខ្ពស់បំផុតរបស់មាសហើយតម្លៃទាបបំផុតរបស់មាសកាលពីម្សិលមិញតម្លៃកំពូលបំផុតរបស់តម្លៃមាសគឺ$5,600នៅក្នុង1អោនឬស្មើនឹង$6,746នៅក្នុង1តម្លឹងហើយនៅថ្ងៃម្សិលនេះតម្លៃមាសបានធ្លាក់ចុះដល់តម្លៃទាបបំផុតរបស់ខ្លួនគឺតម្លៃ$4,504នៅក្នុង1អោនឬក៏$5,426នៅក្នុង1តម្លឹងយើងគិតជាចំនួនដែលតម្លៃមាសបានធ្លាក់ចុះពីតម្លៃខ្ពស់បំផុតរហូតមកដល់តម្លៃទាបបំផុតនៃថ្ងៃម្សិលគឺ$1,096នៅក្នុង1អោនឬស្មើ$1,320នៅក្នុង1តម្លឹងយើងគិតជាភាគរយវិញជិត20%ហើយបងប្អូនទាំងគ្នាជាតម្លៃមួយដែលចិត្តសាស្ត្រនៅក្នុងការងើបឡើងត្រឡប់ទៅវិញហើយយើងឃើញថាថ្ងៃម្សិលតម្លៃមាសបានធ្លាក់ចុះមកដល់តម្លៃទាបបំផុតរបស់ខ្លួននៃម្សិលមិញហើយ$4,504ក្នុង1អោនហើយក៏បានធ្វើការងើបឡើងត្រឡប់ទៅវិញកំឡុងពេលដែលខ្ញុំបានថតវីដេអូនេះគឺ$4,731នៅក្នុង1អោនដែលងើបឡើងវិញចូលជាង$200ហើយនៅក្នុង1អោនប៉ុន្តែនេះក៏នៅការវិនិយោគយ៉ាងវៃឆ្លាតគឺបងប្អូនត្រូវតែចែកដើមទុនឬក៏យើងមានផែនការនៅក្នុងការទិញតំបន់ទី1បងប្អូនទិញតម្លៃណាតំបន់ទី2បងប្អូនទិញតម្លៃណាតំបន់ទី3បងប្អូនទិញតម្លៃណាហើយបងប្អូនត្រូវចែកដើមទុនរបស់បងប្អូនថាតើមួយតំបន់បងប្អូនត្រូវទិញប៉ុន្មានគឺបងប្អូនមិនមែនយកទៅម្ដងគឺទិញទាំងអស់ដាក់ទាំងអស់តែម្ដងទេបងប្អូនការវិនិយោគគឺមិនមែនជាការរំពឹង100%ថានឹងបានផលចំណេញភ្លាមឬក៏បានផលចំណេញទៅតាមការវិនិយោគរបស់យើងនោះទេការវិនិយោគគឺជាការបែបជាលក្ខណៈសន្សំយើងមិនដឹង100%គ្មានអ្នកណាដឹង100%ថាតម្លៃមាសនឹងមិនធ្លាក់ចុះទៅទៀតទេប៉ុន្តែអ្វីដែលយើងដឹងនៅពេលនេះគឺតម្លៃមាសធ្លាក់ចុះជាង$1,000នៅក្នុង1អោននិង$1,300នៅក្នុង1តម្លឹងហើយការធ្លាក់ចុះនេះគឺមិនតិចតួចទេគឺច្រើនដែលជាតម្លៃមួយដែលយើងគិតថាល្អនៅក្នុងការទិញឡើងប៉ុន្តែបើសិនជាវាធ្លាក់ចុះទៅទៀតយើងធ្វើការទិញឡើងទៀតនៅតំបន់ទី2តំបន់ទី3គឺមិនបញ្ហាទេប៉ុន្តែបើសិនជាយើងគិតតែព្រួយបារម្ភហើយភ័យខ្លាចគិតថាតម្លៃមានចុះទៅរហូតមិនមានហេតុផលណាមួយឬក៏កត្តាណាមួយដែលថាតម្លៃមាសនឹងធ្លាក់ចុះទៅរហូតទេមានតែកត្តាដែលតម្លៃមាសនឹងការកើនឡើងជាបន្តបន្ទាប់ទៀតកុំភ្លេចតាមដានព័ត៌មានបន្ថែមនៅក្នុង Channel Telegram និង Follow Page Facebook ដើម្បីទទួលបានការអាប់ដេតថ្មីៗបំផុតផងដែរ